បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងរៀនវេយ្យាករណ៍ភាសាកូរ៉េបន្ថែមទៀតបាទឥឡូវយើងមកមើលទម្រង់អ៊ីកាវិញម្ដងបាទអ៊ីកាជាសញ្ញាសម្គាល់ប្រធានអត្ថបទត្រូវបានប្រើបង្ហាញថាឃ្លានាមខាងមុខឬក៏ខាងមុនជាប្រធាននៃប្រយោគការត្រូវបានប្រើប្រាស់បន្ទាប់ពីពាក្យបញ្ចប់ដោយស្រៈអ៊ីត្រូវបានប្រើប្រាស់បន្ទាប់ពីពាក្យបញ្ចប់ដោយព្យញ្ជនៈបាទឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នាបាទខាបាំងគឺជានាមបានន័យថាកាបូបកតាបបាទឥឡូវកាបាំងវាទៅជាខាបាំងអ៊ីបាទវាជាប្រធាននៃប្រយោគបាទឧទាហរណ៍Kabangi Isayo បាទហើយកាបាំងយើងមើលកាបាំងគឺពាក្យវាបញ្ចប់ទៅដោយព្យញ្ជនៈអៀងបាទដូច្នេះហើយយើងត្រូវតែដាក់អ៊ីបាទហើយចំពោះការវិញដូចជាពាក្យម៉ូចាវាយើងដាក់ទៅម៉ូចាកាបាទព្រោះវាអត់មានព្យញ្ជនៈនៅខាងក្រោមទេបញ្ចប់ដោយស្រៈអាគឺយើងដាក់កាហើយវាក៏ជានាមជាប្រធានបាទម៉ូចាកាអ៊ីសាយ៉ូបាទមានមួកបាទនេះហើយជារបៀបប្រើប្រាស់អ៊ីកាបាទពេលដែលបញ្ចប់ដោយព្យញ្ជនៈយើងប្រើអ៊ីពេលដែលបញ្ចប់ដោយស្រៈយើងប្រើកាបាទឥឡូវយើងមកមើលពីរបៀបសម្គាល់អឿនលឿនវិញម្ដងបាទសញ្ញាសម្គាល់ប្រធានបទអឿនលឿនខណៈពេលដែលសញ្ញាសម្គាល់ប្រធានបទអ៊ីកាបានបង្ហាញពីប្រធាននៃប្រយោគសញ្ញាសម្គាល់ប្រធានបទអឿនលឿនត្រូវបានប្រើដើម្បីបង្ហាញពីការប្រៀបធៀបនៃប្រធានបទប្រសិនបើមិនមានការប្រៀបធៀបនៃប្រធានបទផ្សេងមួយទៀតទេសញ្ញាសម្គាល់អឿនលឿននេះមិនអាចប្រើបានឡើយលឿនត្រូវបានប្រើបន្ទាប់ពីពាក្យបញ្ចប់ដោយស្រៈអឿនត្រូវបានប្រើបន្ទាប់ពីពាក្យបញ្ចប់ដោយព្យញ្ជនៈឧទាហរណ៍ Igotsi Yanpiriyeyo Igotsun Yanpiriyeyo បាទប្រយោគទាំងពីរនេះមានន័យថាខ្មៅដៃដូចគ្នាហើយគេប្រៀបធៀបរបៀបប្រើអ៊ីកានិងអឿនលឿនបាទ Hankookmari Chemi Isayo Hankookmarun Chemi Isayo បាទប្រយោគទាំងពីរនេះមានន័យដូចគ្នាខ្ញុំមានចំណាប់អារម្មណ៍ភាសាកូរ៉េបាទនេះហើយគឺជារបៀបប្រើប្រាស់ទម្រង់អ៊ីកានិងអឿនលឿនបាទបើយើងនិយាយទម្រង់ដើមអ៊ីកាទម្រង់ប្រៀបធៀបបន្ទាប់គឺយើងត្រូវប្រើអឿនលឿនវិញម្ដងបាទយ៉ាងម៉េចហើយបងប្អូនសូមព្យាយាមស្ដាប់ហើយនឹងមើលបន្តិចណាបាទប៉ុន្តែมันជាពិបាកទេបាទស្ដាប់ហើយព្យាយាមយើងនឹងអាចដឹងប៉ុន្តែបើមិនព្យាយាមប៉ុន្មានទេយើងថាចាំយកពាក្យពេលក្រោយក៏វាអាចបានដូចគ្នាបាទយើងដឹងហើយវេយ្យាករណ៍គឺស្មុគស្មាញបន្តិចបាទប៉ុន្តែយើងកុំខែវាបាទឥឡូវសូមបងប្អូនមករីករាយជាមួយនឹង story មួយរឿងទៀតបាទ안녕하세요 내일은 제 생일이에요. 저녁에 우리 집에 오세요. 불고기 파티가 있어요. 맥주도 있어요. 우리 집은 센트럴가에 있어요. 센트럴가에 서강평원이 있어요. 서강평원 앞에 꽃가게가 있어요. 꽃가게 뒤에 우리 집이 있어요. 우리 집은 112 후예요. 전화 113
Isa Sam 감사합니다. 다음 시간에 또 만나요.